ចឹងចំណុចចុងក្រោយនៃការបង្កើត event របស់បងនៅក្នុង Business Portal បងចូលមកកន្លែង ticket នេះមកបន្ទាប់មកបងអាច edit ticket នេះបានបើសិនជាបងមានតម្រូវការក្នុងការ edit ប៉ុន្តែបើសិនជាបងអត់មានទេបងអាចចូលមកកន្លែង update ticket image ដោយសារតែពួកយើងតម្រូវឲ្យមានរូបភាពទាំងអស់5ចឹងបងអាច upload រូបភាព4បន្ថែមទៀតបានហើយ detail តាក់ទងមួយរូបភាពនីមួយៗនៅខាងក្រោមហ្នឹងហើយបងអាចមើលបានអញ្ចឹងយើង upload រូបភាពទាំងអស់ហ្នឹងមកអញ្ចឹងបន្ទាប់ពីបងបាន upload រូបភាពគ្រប់ទាំងអស់ហើយការ upload ហ្នឹងគឺរួចរាល់ហើយតែបើសិនជាបងមានព័ត៌មាន detail ផ្សេងៗទៀតតាក់ទងជាមួយនឹង event របស់បងអាច upload រូបភាពបានបន្ថែមទៀតបានហើយចំណុចបន្តទៀតហ្នឹងបងអាចចូលទៅកន្លែង view ticket variant កន្លែង view ticket variant នេះបងអាចកែប្រែបានដោយចូលទៅកន្លែង edit variant ដូចជា ticket ហ្នឹងបងចង់កែពី standard ticket ទៅអីផ្សេងជាងបងអាចចូលទៅកែក្នុងហ្នឹងបានហើយតម្លៃអីក៏បងអាចចូលកែក្នុងហ្នឹងបានដូចគ្នាហើយបន្ទាប់មកបងអាចចូលមកកន្លែងedit stock ដើម្បី edit stock inventory របស់ ticket របស់បងហើយបន្ទាប់មកទៀតបងអាចចូលមកកន្លែង update photo ដែលកន្លែងនេះបងដាក់រូបភាពដើម្បីឲ្យនៅពេលដែល user ឬមួយក៏គេទិញសំបុត្ររបស់បងហើយគាត់នឹងបានឃើញរូបភាពសំបុត្ររបស់គាត់អញ្ចឹងបន្ទាប់ពីដាក់ហើយបងអាចចុច save បានអញ្ចឹងការ set up event របស់បងទាំងអស់ទាំងមូលហ្នឹងបានរួចរាល់ហើយអញ្ចឹងបើបងចង់យក link ហ្នឹងមក preview បងអាចចូលមកកន្លែង overview ហ្នឹងម្ដងទៀតហើយបងអាច copy link បន្ទាប់មកបងអាចយកទៅ paste នៅកន្លែងsearch នៅក្នុង Google ហ្នឹងបានបន្ទាប់មកបងនឹងឃើញទាំងអស់ហ្នឹងហើយបងអាចតេស្តបានដោយចុចទៅលើ get ticket now បន្ទាប់ពីចុចហើយបងនឹងបានឃើញ event របស់បងនៅខាងលើនេះហើយដែលមាន detail ហើយមាន ticket ចឹងបងអាចចុចទៅមើលនីមួយៗបានដោយសារនេះជាឧទាហរណ៍អញ្ចឹងចំពោះ event ផ្ទាល់របស់បងពួកយើង recommend ឲ្យបងដាក់រូបផ្សេងៗដូចជា agenda ឬមួយក៏ guest speaker អីទៅតាមនឹងបានចឹងទាំងអស់ហ្នឹងគឺជារបៀបនៃការ set up ឲ្យបងអាចធ្វើតាមដើម្បីបង្កើត event បាន